បងចង់ប្រើកម្មវិធីវាស់គីឡូច្បាស់លាស់ខ្ញុំណែនាំកម្មវិធីនេះមួយបាទកម្មវិធីនេះខ្ញុំសាកធ្វើតេស្តមើលទោះបីខ្ញុំដើរក្នុងក្លុកកលៀតកម្មចដើរឡើងចុះក្នុងផ្ទះបត់បែនបាទដេញចាប់កូនដេញចាប់ចៅពើកូនពើចៅដើរក្នុងផ្ទះចុះឡើងក៏វាវាស់គីឡូយើងបានច្បាស់ល្អដែរកម្មវិធីនេះមានទាំង Android និង iOS យើងអាច download យកមកប្រើបានហើយប្រើ free ទៀតថ្ងៃនេះខ្ញុំមកសាកដើរក្នុង Start Olympic ចុះឡើងកម្មចដើរសាកចំនួន2គីឡូដីបាទអញ្ចឹងយើងចង់ដឹងថាកម្មវិធីនឹងវាវាស់គីឡូយើងបានច្បាស់អត់ហើយរាល់ថ្ងៃក៏ខ្ញុំប្រើកម្មវិធីនឹងដែរហើយកម្មវិធីនឹងមានឈ្មោះថានេះខ្ញុំបង្ហាញទាំងឈ្មោះកម្មវិធីទាំងកម្មវិធីនៅលើអេក្រង់ហ្មងស្រួលបងយកទៅ download ប្រើបាទហើយកម្មវិធីនេះឧទាហរណ៍ថាមួយថ្ងៃយើងចង់ដើរ2គីឡូយើង search 2គីឡូទៅបើមួយថ្ងៃយើងចង់ដើរ5គីឡូយើង search 5គីឡូទៅអញ្ចឹងថ្ងៃនេះខ្ញុំមកសាកដើរ2គីឡូនៅ Start Olympic ហើយជាទូទៅខ្ញុំប្រើកម្មវិធីនឹងដែរវាវាស់ល្បឿន speed ពេលដែលយើងរត់ពេលដែលយើងដើរបានទាំងអស់ឥឡូវខ្ញុំមកប្រាប់ពីរបៀបប្រើបាទដំបូងយើងត្រូវចូលទៅ download កម្មវិធីនឹងសិនទៅបាទទាំង Android និង iOS បន្ទាប់ពី download បានហើយយើង search វាបាទ search វាកម្មវិធីនឹងគឺ free ទេអត់មានទាមទារ password Gmail អីទេបាទឧទាហរណ៍ថាថ្ងៃហ្នឹងបាទយើងចង់ដើរ3គីឡូឬក៏2គីឡូយើង search ដកមកបាទ search ដកតាមហ្នឹងមកបើសិនជាថាបន្ទាប់ពីយើងដើរ2គីឡូរាល់ថ្ងៃហើយយើងមានថាយើងដើរបានល្អហើយយើង search មួយស្អែកទៅយើងដាក់4គីឡូឬក៏5គីឡូទៅយើង search បូកមកដាក់សញ្ញាលេខបូកនេះមកដូចខ្ញុំចុចនៅលើអេក្រង់នេះទៅបាទឧទាហរណ៍ថាយើងចង់ដាក់10គីឡូក៏ដាក់10គីឡូទៅបន្ទាប់ពីយើងដាក់ហើយយើងចុចសញ្ញានៅខាងក្រោមនេះដាក់ let's go ទៅវាទៅហើយបាទពេលដែលយើងចាប់ផ្ដើមដើរគឺយើងចុចអាហ្នឹងទៅបាទឧទាហរណ៍ថាយើងកម្ដៅសាច់ដុំហើយយើងចាប់ផ្ដើមដើរយើងចុច let's go ទៅអូខេហើយវាចាប់ផ្ដើមវាស់ល្បឿនយើងបាទចាប់ផ្ដើមកំណត់នាទីយើង10គីឡូអញ្ចឹងយើងរត់បានប្រហែលនាទីឧទាហរណ៍ថា2គីឡូអញ្ចឹងយើងរត់បានប្រហែលនាទីគឺវាចាប់ល្បឿននៅក្នុងនឹងទាំងអស់ឧទាហរណ៍ថាយើងប្រើរយៈពេល2គីឡូយើងរត់ប្រហែលនាទីបាទគឺចាប់ល្បឿនចាប់ speed នៅក្នុងនឹងទាំងអស់ speed 5 speed 6 speed 10បាទហ្នឹងល្បឿន10ល្បឿន5ល្បឿន6ហើយយើងរត់2គីឡូប្រើរយៈពេលប្រហែលនាទីគឺកំណត់ឲ្យយើងច្បាស់លាស់ហ្មងអញ្ចឹងបើសិនជាបងប្អូន download អត់បានឬក៏ប្រើប្រាស់អត់បានអត់យល់ពីរបៀបប្រើប្រាស់ទេអាច comment នៅខាងក្រោមនេះបាន